បាទសួស្តីបងប្អូនអរគ្នាបាទនេះជាវីដេអូទី5ហើយបាទហើយយើងនឹងបន្តមេរៀនរបស់យើងទៀតហើយសម្រាប់បងប្អូនដែលចូលថ្មីហើយបងប្អូនអាចត្រឡប់ទៅមើលវីដេអូដំបូងវិញបានពីវីដេអូទី1មកណាបាទពេលខ្លះបងប្អូនមើលកាត់អញ្ចឹងទៅគេលុះតាមអត់ទាន់អញ្ចឹងបងប្អូនអាចទៅមើលពីវីដេអូទី1តាមលំដាប់លំដោយដោយសារខ្ញុំបានរៀបចំវីដេអូមេរៀននេះតាមលំដាប់លំដោយមកអញ្ចឹងណាបាទអូខេឥឡូវយើងបន្តទៅទៀតសម្រាប់វីដេអូខាងនេះហើយនឹងឧបករណ៍ទាំងអស់ហ្នឹងខ្ញុំបានបញ្យល់បងប្អូនអស់ហើយតកតងទៅនឹងការដាក់រូបថតឬក៏ logo អីទាំងអស់ហ្នឹងក៏ខ្ញុំបានបញ្យល់ហើយសេអក្សរអីចឹងណាបាទខ្ញុំបានបញ្យល់បងប្អូនហើយឥឡូវយើងទៅមួយចំណុចទៀតគឺតកតងទៅនឹងបទចម្រៀងឬក៏ភ្លេងអមឬក៏យើងអាចថា voice over នៅលើវីដេអូរបស់យើងអញ្ចឹងណាបាទឥឡូវដល់ជាចំណុចនេះខ្ញុំសូមលុបអានេះស្លាស់សិនដើម្បីបងប្អូនស្រួលមើលណាកុំឲ្យបើដល់អស់នេះខ្ញុំបញ្យល់ហើយអញ្ចឹងកុំឲ្យវាច្រើនវាអេស្កាសពេកអញ្ចឹងខ្ញុំលុបអានេះសិនណាបាទអានេះដូចគ្នាខ្ញុំលុបសិនទៅឥឡូវខ្ញុំទុកតែវីដេអូនេះទេដើម្បីធ្វើបង្ហាញបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនចង់ដាក់បទចម្រៀងឬក៏ចង់ដាក់ភ្លេងអមឬក៏ចង់ធ្វើការ voice over ឬសំឡេងមានន័យថាយើងធ្វើការអត្ថាធិប្បាយលើវីដេអូរបស់យើងអញ្ចឹងណាតើបងប្អូនត្រូវធ្វើយ៉ាងម៉េចអញ្ចឹងយើងមើលវីដេអូរបស់យើងបងប្អូនបើសិនតែវីដេអូនេះមានសំឡេងអញ្ចឹងខ្ញុំបើកវីដេអូមើលវីដេអូនេះសារខ្ញុំបិទសំឡេងបងប្អូននេះបិទខាងក្រោមនេះប៉ុន្តែបើបងប្អូនអត់ចង់បិទអញ្ចឹងទេបងប្អូនដកវាអញ្ចឹងរបៀបដកបងប្អូនដឹងហើយណារបៀបដកយើងចុចឲ្យវាចេញពណ៌លឿងអញ្ចឹងហើយបងប្អូនមករកមើលកន្លែងសំឡេងទាញមើលកន្លែងសំឡេងមើលបងប្អូនបាទអានេះក៏ជាដកអស់ហើយឥឡូវខ្ញុំសាក play មើលលឺទេអត់លឺទេព្រោះដោយសារ convert សំឡេងអស់ហើយអញ្ចឹងឥឡូវខ្ញុំទៅយកវីដេអូថ្មីចុះបងប្អូនដើម្បីឲ្យមានសំឡេងហើយស្រួលអនុវត្តឲ្យបងប្អូនមើលអញ្ចឹងខ្ញុំយកវីដេអូខ្លីថ្មីផ្សេងអាចយកវីដេអូនេះចុះហើយខ្ញុំលុបអាវីដេអូចាស់ដោយសារវីដេអូចាស់ខ្ញុំបាន convert សំឡេងហ្នឹងទៅវាអត់ឮសំឡេងទេឥឡូវខ្ញុំលុបនេះចោលសិនអូខេខ្ញុំលុបអានេះចោលទៀតទៅអូខេខ្ញុំយកទុកតែវីដេអូមួយ clip នេះចោលណាចុះខ្ញុំសាក់ play មើលបាទឃើញឮសំឡេងបងប្អូនបាទអញ្ចឹងបើវីដេអូប្រភេទវីដេអូដែលឮសំឡេងអញ្ចឹងយើងចង់បញ្ចូលសំឡេងខ្លួនយើងឬក៏ធ្វើការអត្ថាធិប្បាយលើវីដេអូហ្នឹងវាខ្លះវាមានការរំខានអញ្ចឹងទន្ទឹមនឹងយើងធ្វើកុំឲ្យមានការរំខានហ្នឹងគឺយើងទៅបិទវាទៅដកវាចេញអញ្ចឹងនៅពេលដែលដកបងប្អូនចុចលើវីដេអូដែលបងប្អូនទៅដកហ្នឹងបងប្អូនចុចលេងនេះកន្លែងសំឡេងនេះកន្លែងដាក់ volume ហ្នឹងណាបាទចុចកន្លែងហ្នឹងមកបងប្អូនធ្វើការដកវាដកឲ្យអស់បើយើងដកទុកខ្លះមានន័យថាយើងឮសំឡេងហើយដកអស់វាអត់ឮសំឡេងទេបន្ទាប់មកទេបងប្អូនធីកវាមកអញ្ចឹងជាប់ហើយអញ្ចឹងវីដេអូរបស់យើងអត់ឮសំឡេងទេបាទយើង play ទៅវាអត់ឮសំឡេងទេវាអត់ឮសំឡេងដើមអញ្ចឹងណាបាទបងប្អូនអញ្ចឹងយើងចូលកន្លែងសញ្ញានេះសញ្ញារូបបទចម្រៀងនេះអញ្ចឹងយើងចូលមកអញ្ចឹងវាមាន3ជំរើសសម្រាប់បងប្អូនបាទជំរើសទី1មានន័យថាជាបទចម្រៀងដែលមានជាបទភ្លេងដែលមាននៅក្នុងកម្មវិធីស្រាប់ឬក៏នៅពេលដែលបងប្អូន download បទចម្រៀងឬក៏អាចថាមានបទភ្លេងខ្លួនឯងអញ្ចឹងបងប្អូនចុចកន្លែងនេះទៅយកបទភ្លេងទាំងអស់ហ្នឹងបាទហើយសម្រាប់មួយនេះតកតងនឹងភ្លេងដែរប៉ុន្តែភ្លេង effect ឧទាហរណ៍ថាមានឆ្កែព្រូមានសំឡេងឡានមាន
sầm lệnh xe miền sầm lệnh sạch yôm miền sầm lệnh cầm phơn miền tiệt đầy ấy hồ hai nấng miền yôm miền ấy đang ở nấng cứ clay nấng cứ hai thà sầm effect ហ្នឹងគឺយើងសម្រាប់ដាក់អមអញ្ចឹងណាដល់ពេលនេះសម្រាប់យើង record បងប្អូន record ធ្វើជា voice over ឲ្យបន្ថែមអញ្ចឹងណាឥឡូវយើងចូលទៅមើលបទ play នេះទៅវាមានអីចូលទៅមើលមើលអញ្ចឹងដល់ពេលយើងចូលវាមានបទនៅក្នុងកម្មវិធីរបស់គេហ្នឹងវាមានច្រើនគួរសមដែរដូចដោយ vlog នេះគឺយើងមានដែរដូច pop ដូចអីចឹងទាំងអស់ហ្នឹងគឺមានយើងចូលទៅមើលមួយនេះមានច្រើនហ្នឹងបងប្អូននេះមានច្រើនក្រោមទៀតណាអញ្ចឹងបងប្អូនអាចស្ដាប់មើលទៅអាចស្ដាប់មើល download ហើយស្ដាប់មើលអញ្ចឹងណាថាតើបងប្អូនឆ្លាញ់បទណាអីចឹងទៅឧទាហរណ៍ខ្ញុំស្ដាប់បទនេះមើលខ្ញុំស្ដាប់មើលខ្ញុំ play វាមើលឲ្យវាដើរអស់សិនបងប្អូនវាដើរពេញអស់ហើយចាំយើងនេះវាមានបទអញ្ចឹងណាបងប្អូនបាទហើយឥឡូវយើងមើលទី2ទៀតមើលអញ្ចឹងបងប្អូនអាចស្ដាប់ខ្លួនឯងអញ្ចឹងទៅនេះឲ្យវាដើរពេញអញ្ចឹងហើយចាំយើងស្ដាប់វាសិនអានេះនៅពេលដែលយើង download វាពេញហើយអញ្ចឹងហើយតែម្ដងថ្ងៃក្រោយមិនបាច់ download ទេវាមានអញ្ចឹងណានេះស្ដាប់ទៅទៀតណាអញ្ចឹងវាមាន play ច្រើនទៀតណាបងប្អូនណាមាន play ច្រើនទៀតនេះឧទាហរណ៍ថា play នេះខ្ញុំស្ដាប់ play នេះមើលវាដើរពេញអញ្ចឹងហើយយើងស្ដាប់បានហើយនេះវាលឺបែបអញ្ចឹងណាបាទលឺបែបអញ្ចឹងហើយមានក្រមច្រើនទៀតណានៅក្នុង vlog ហ្នឹងណាបាទអញ្ចឹងណាបាទនេះមានច្រើនលេងទាញខ្ញុំដាក់សិនបាទអញ្ចឹងខ្ញុំថយពីសិនណាបងប្អូនបាទថយអញ្ចឹងយើងអាចស្ដាប់មើលទៀតទៅបន្តបន្ទាប់ទៀតនេះឥឡូវយើងមើលនេះមួយទៀតមើលបាទយើងចុចស្ដាប់មើលទៅឥឡូវឧទាហរណ៍ខ្ញុំចុច do it នេះតែបត់ហ្នឹងវាមិនទៅនេះវាលឺបែបអញ្ចឹងណាបាទលឺបែបអញ្ចឹងអញ្ចឹងឧបមាថាឥឡូវយើងចង់យកបទ play ហ្នឹងយកទៅប្រើនៅក្នុងវីដេអូរបស់យើងគ្រាន់តែចុច use នេះទៅវាបានហើយវាទៅ load ទៅកម្មវិធីរបស់យើងហ្នឹងណាអញ្ចឹងបានប៉ុណ្ណឹងហើយយើងចុច OK ទៅបានណាអញ្ចឹងមានន័យថាអាវីដេអូហ្នឹងគឺអត់ឮសំឡេងទេវីដេអូដើមយើងដែលយើងដកហ្នឹងណាអញ្ចឹងមិនដែលខ្ញុំដាក់នេះខ្ញុំដាក់ play នេះអញ្ចឹងយើង play ទៅវានឹងឮហើយលេងអញ្ចឹងបើ play នេះវាក៏រលឺពេកយើងអាចកាត់បានបងប្អូនកាត់ដូចយើងកាត់វីដេអូអីចឹងណានេះឧទាហរណ៍ខ្ញុំយកទីនេះចុះខ្ញុំកាត់អាខាងនេះចោលដោយសារវាអត់មានសំឡេងអីផងវានៅយូរដែរអញ្ចឹងខ្ញុំកាត់ចេញអញ្ចឹងបងប្អូនចុចកាត់ទៅសំទោសដោយសារខ្ញុំដាក់មិញវាអត់ត្រូវនេះឥឡូវយើងនេះឲ្យយើងថយវិញមកនេះថយវិញអញ្ចឹងខ្ញុំកាត់ឥឡូវនេះខ្ញុំដាក់វាចំនេះselect វាចំអញ្ចឹងណាបងប្អូនណាមិញនេះខ្ញុំច្រឡំselect ខាងក្រោមអញ្ចឹងយើង select វាអញ្ចឹងហើយយើងកាត់វាមកអញ្ចឹងវាដាច់ហើយនេះអញ្ចឹងខ្ញុំលុបអានេះចោលខ្ញុំធ្វើការលុបអានេះទៅខ្ញុំចុច delete នេះអញ្ចឹងលុបហើយអញ្ចឹងអានេះខ្ញុំទាញមកមុខចាប់ទាញអញ្ចឹងបងប្អូនណានេះចាប់ទាញអញ្ចឹងទៅឥឡូវយើងចាក់ play វាមើលអានេះបងប្អូនស្ដាប់ទៅសំឡេងខ្លាំងឮខ្លាំងណានេះឮខ្លាំងដើម្បីយើងថាស្រេសំឡេងទាំងអស់ហ្នឹងយើងដកយើងក៏យើងបន្ថយអីយ៉ាងម៉េចនេះយើងបន្ថយយើងចូលកន្លែងសំឡេងហ្នឹងមកយើងតម្លាក់វាបន្តិចមកព្រោះវាខ្លាំងពេកមិនដឹងណាចុះយើងអាចតម្លាក់វាអាចតម្លាក់យើងស្ដាប់មើលអញ្ចឹងណាបងប្អូនស្ដាប់មើលទៅអានេះប្រហែលជាខ្ញុំចុចខុសដែរបងប្អូននេះយើងចុចលើសំឡេងសិនណាខ្ញុំច្រឡំចុចក្រោមចុចសំឡេងហ្នឹងហើយបងប្អូនដកវាមកនេះចុចចឹងហើយយើងចូលកន្លែងលីមនេះយើងតម្លាក់វាមកណាអាចតម្លាក់ប៉ុណ្ណាឧទាហរណ៍ខ្ញុំតម្លាក់យក30ចុះព្រោះសំឡេងនេះរឿងខ្លាំងដែរឮខ្លាំងអូខេបើប៉ុណ្ណឹងនេះវារៀងលឺរៀងតិចជាងមុនទៅបងប្អូនបាទទៀងតិចវាអត់សូវខ្លាំងទេតែបងប្អូនថានៅតែខ្លាំងទៀតបងប្អូនដកវាទៅយកតែ20អីទៅ17 18អីប៉ុណ្ណឹងទេ
ប៉ុណ្ណឹងអូខេហើយបងប្អូនចុចអូខេនេះទៅវាជួបហើយអញ្ចឹងយើងអាចតម្លើងឬក៏អាចដកឲ្យទៅតាមនឹងបានអញ្ចឹងកន្លែង play ហ្នឹងបងប្អូនយល់ហើយណាឥឡូវយើងទៅមើលទៀតមានអីទៀតចានេះខ្ញុំបានបញ្យល់បងប្អូនហើយអានេះទៅនឹង effect ហ្នឹង play នៅខ្ញុំថា play អមអញ្ចឹងណាបាទអញ្ចឹងខ្លីៗនេះបងប្អូនអាចទៅមើលបានវាមានដូចគ្នាទៅលើនេះដែរទៅលើ music ហ្នឹងទៅបទចម្រៀងហ្នឹង play ហ្នឹងអញ្ចឹងយើងអាចមើលមកនេះមានអីខ្លះយើងស្ដាប់វាសិនទៅស្ដាប់វាមើលទៅឬក៏បងប្អូនអត់ចង់ស្មានទេបងប្អូនចេះភាសាអង់គ្លេសបងប្អូនមើលទៅមើលឈ្មោះវាអញ្ចឹងណានេះមើលឈ្មោះវាអញ្ចឹងមកទៅតនេះស្អីគេនេះនេះចេះអានេះទៅតង keyboard ណាការវាយ keyboard វាយ computer ឬវាយអីចឹងណាឧទាហរណ៍ថាយើងធ្វើវីដេអូហ្នឹងវាតកតងទៅនឹងមានការវាយ computer ដែរអញ្ចឹងយើងថតទៅវាអត់លឺអញ្ចឹងទេប៉ុន្តែយើងដាក់បន្ថែមទៅវាស្អាតឲ្យលឺវាយ computer កំពុងធ្វើការហ្នឹងណាបងប្អូនត្រូវការប្រើបងប្អូនគ្រាន់តែណែបងប្អូនត្រូវការប្រើបងប្អូនចុច use នេះទៅយើងបានប្រើអាណាអញ្ចឹងបើសាច់រឿងយើងមានវាយ computer ឬក៏អក្រក់ហ្នឹងយើងប្រើទៅវាយពុប enter ឥឡូវថតខ្ញុំលុបអានេះចាញ់ខ្ញុំទុកតានេះដើម្បីលឺនេះលុបវាសិនណាឧទាហរណ៍ថាសំឡេងយើងថតវីដេអូទៅមានសកម្មភាពខ្លះយើងទៅប្រើកុំព្យូទ័រវាយអញ្ចឹងទៅយើងអាចដាក់ហ្នឹងបានណែឃើញទេតែបើយើងចង់តម្លើងចង់អីយើងអាចតម្លើងដូចមិនអញ្ចឹងយើងតម្លើងទៅតាមហ្នឹងណាបងប្អូនតម្លើងវាលឺឬក៏បន្ថយទៅតាមហ្នឹងអញ្ចឹងទៅហ្នឹងណាបាទចុះបងប្អូនចង់សួរថាចុះឥឡូវខ្ញុំចង់បានអានេះដដែលវាខ្លីពេកអញ្ចឹងឲ្យបានដដែលធ្វើម៉េចទៅយើង copy វាបងប្អូនយើង duplicate នឹងវាមកនេះចុច duplicate ហ្នឹងវាបានដដែលហើយនេះវាលើមួយវាក្រោមមួយនេះតែខ្ញុំទាញអានេះមកដាក់នេះវិញមកអញ្ចឹងវាតណាឃើញទេវាតបានវែងអញ្ចឹងណាបាទនេះចាប់អានេះវាចូលថ្មីទៀតអញ្ចឹងវាបាន2នឹងវែងអញ្ចឹងសម្រាប់វីដេអូដូចគ្នាសម្រាប់រូបថតដូចគ្នាបើបងប្អូនចង់បានអញ្ចឹងបងប្អូនធ្វើតាមវិធីហ្នឹងព្រោះដោយសារសំឡេងបើយើងទាញទៅទៀតក៏វាមិនបានទេវាអស់ប៉ុណ្ណឹងវាអត់ដូចរូបស្លឹកទេបើរូបស្លឹកនៅពេលដែលវាខ្លីយើងអាចទាញបាន logo អីចឹងណាប៉ុន្តែសម្រាប់វីដេអូឬក៏សម្រាប់ភ្លេងអីហ្នឹងវាមានប៉ុណ្ណាយើងអាចព្រមបានប៉ុន្តែយើងទាញឲ្យវែងចឹងអត់បានទេវាអស់ប៉ុណ្ណឹងប៉ុណ្ណេះយើងអាចព្រមវាខ្លីចឹងបានអូខេអាហ្នឹងតើតទៅនឹងភ្លេងអមណាភ្លេងអមហ្នឹងឥឡូវយើងទៅមួយទៀតតើតទៅនឹង record ម្ដងបងប្អូននេះ record អញ្ចឹង record ហ្នឹងនៅពេលដែលបងប្អូនដកភ្លេងអស់ហើយដកសំឡេងដើមអស់ហើយបងប្អូនអាចធ្វើការ record ដោយខ្លួនឯងបានយើងអាចបញ្ចូលសំឡេងបន្ថែមឧទាហរណ៍ថាខ្ញុំបញ្ចូលសំឡេងនេះបញ្ចូលលើរូបនេះខ្ញុំឃើញរូបនេះទៅខ្ញុំថាអញ្ចឹងទៅឥឡូវយើងទៅបញ្ចូលមើលនេះបានតែប៉ុណ្្នឹងហើយយើងស្រេវីដេអូរបស់យើងទៅហើយយើងចុច record ឧទាហរណ៍ខ្ញុំសាកមើលអញ្ចឹងវាដើរសិនមកនេះបាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានេះជាវីដេអូសកម្មភាពចាស់នៅស្រុកភូមិគាត់កំពុងតែរៀបចំដេត្រួយដើម្បីរៀបចំការរៀបអាពាហ៍ពិពាហ៍របស់កូននៅស្រុកភូមិនឹងអញ្ចឹងណាបាទចឹងវាអស់ហើយដោយសារវីដេអូរបស់យើងវាមានតែប៉ុណ្ណឹងបងប្អូនវាមានតែមួយខ្លីហ្នឹងដល់ពេលចឹងសំឡេងហ្នឹងគឺវាដើរទៅវាអស់ហើយនេះវាមានតែប៉ុណ្ណឹងបើយើងមានវីដេអូខ្លីវែងទៅទៀតយើងដាក់បន្ថែមពេលថតខ្ញុំកាត់លេងនេះចាស់ខ្ញុំមកចង់ឲ្យវែងពេកដោយសារនេះវាគ្រាន់តែជាការបង្ហាញដល់បងប្អូនទេហើយបងប្អូនធ្វើជាស្ដែងបងប្អូនរៀបប្លង់ចឹងទៅហើយយើងធ្វើការអធិប្បាយទៅតាមសាច់រឿងរបស់យើងចឹងណាហើយខ្ញុំកាត់អានេះចេញទៅនេះខ្ញុំលុបចេញដែរទៅឲ្យឆ្លាស់អូខេអញ្ចឹងអានឹងហើយជាការ record ណាបងប្អូនធ្វើការ voice over ពីលើហ្នឹងណាចាឥឡូវយើងឲ្យសាក play មើលស្ដាប់មើល
នេះដែលវាជាប់អា keyboard ខ្ញុំនោះអត់បានលុបឥឡូវខ្ញុំលុបសិនដែរនេះបាទអញ្ចឹងវីដេអូដែលគេធ្វើ voice over ហ្នឹងគេធ្វើអញ្ចឹងណាបងប្អូនបាទហើយឬក៏បងប្អូនខ្លះគាត់អត់ធ្វើនៅក្នុងកម្មវិធីគាត់ record ខ្លួនគាត់ខាងក្រៅទៅគាត់ចាំយកមកដាក់អញ្ចឹងក៏បានដែរហើយសួរថាចុះឥឡូវបើខ្ញុំនិយាយទៅវាមានខុសមានអីធ្វើម៉េចទៅអាចកាត់បានបងប្អូនបាទកាត់បានដូចគ្នាអញ្ចឹងកាត់កន្លែងណាខុសឧទាហរណ៍ថាឥឡូវកន្លែងនេះវាអត់មានសំឡេងទេនេះខាងនេះខ្ញុំកាត់ចោលអញ្ចឹងខ្ញុំកាត់ទៅនេះកាត់ដូចវីដេអូអញ្ចឹងខ្ញុំជឿកាត់អញ្ចឹងមកសុំទោសដោយសារខ្ញុំដាក់កន្លែងវីដេអូខ្ញុំចុចលើវាសិនណាចុចលើអាកន្លែងសំឡេងនេះខ្ញុំកាត់វាអញ្ចឹងបានប៉ុណ្ណឹងខ្ញុំលុបអានេះចេញមកបាទនេះលុបអាវីដេអូហ្នឹងវីដេអូហ្នឹងគឺខ្ញុំលុបវាមកអញ្ចឹងវានៅសល់តែវីដេអូដែលត្រូវអីចឹងទៅឬក៏អាចថាងពាក្យកដាលនេះខ្ញុំនិយាយទៅវាខុសអីមកនិយាយទៅអអញ្ចឹងទៅវាអត់ត្រូវអញ្ចឹងទៅខ្ញុំចង់កាត់ចោលឥឡូវស្ដាប់មើលសិនណាស្ដាប់មើលសិនបាទសូមជម្រាបសួរដល់បងប្អូនអរគ្នានេះជានេះជាអញ្ចឹងទៅខ្ញុំចង់កាត់កដាលដែលខុសហ្នឹងខ្ញុំកាត់ទៅខ្ញុំកាត់លេខនេះមួយខ្ញុំអត់ទាន់បាន select ឥឡូវនេះ select ចឹងមកខ្ញុំកាត់នេះមកបន្តមកទៀតខ្ញុំមកកាត់កន្លែងណាទៀតកាត់កន្លែងនេះចោលអញ្ចឹងខ្ញុំ select វាសិនមកខ្ញុំកាត់អញ្ចឹងអាកដាលនេះខ្ញុំលុបចោលហើយមិនដឹងណាខ្ញុំលុបចោលហ្នឹងទៅហើយទាញអានេះមកជាប់វិញទាញគាត់យើងយកដៃម្រាមដៃសង្កត់បើលើទូរស័ព្ទគាត់វាបន្តិចទៅមកទាញមកដាក់វាចំកន្លែងនេះទៅអញ្ចឹងបងប្អូនអាចធ្វើការកាត់អីសម្រួលទៅក្នុងនឹងបានពេលខ្លះបងប្អូននិយាយខុសអញ្ចឹងទៅមិនបាច់បារម្ភទេនិយាយខុសទៅយើងអាចកាត់អាកន្លែងខុសនឹងបានអញ្ចឹងណាបាទអញ្ចឹងនៅក្នុងកម្មវិធីនេះយើងពិតជាល្អហើយប្រើបានប្រយោជន៍ច្រើនមែនទែនអញ្ចឹងណាសម្រាប់បងប្អូនដែលជាអ្នកដែលកាត់វីដេអូអីចឹងទៅបងប្អូនអាចព្យាយាមរៀនធ្វើតាមខ្ញុំទៅខ្ញុំបង្ហាញនៅក្នុងមេរៀននេះខ្ញុំបង្ហាញតាំងតែពីដំបូងរហូតដល់បញ្ចប់ហើយខ្ញុំព្យាយាមបញ្យល់បងប្អូនប៉ុន្តែបើសិនបងប្អូនអត់ទាន់ឬក៏មានចម្ងល់អីបងប្អូនអាច comment ខាងក្រោមហើយសួរបញ្ជាក់បន្ថែមទៀតក៏បានដែរពេលខ្លះខ្ញុំបញ្យល់ទៅវាអត់សូវច្បាស់ហើយឬក៏អត់សូវមានចំណុចខ្លះវាខ្វះចន្លោះអីបងប្អូនអាចសួរខ្ញុំបន្ថែមបានអញ្ចឹងណាបាទអញ្ចឹងអានេះទាក់ទងនឹងសំឡេងនេះខាងលើនេះអញ្ចឹងសួរបងប្អូនសួរថាចុះឥឡូវខ្ញុំចង់យកសំឡេងមកដាក់នេះបានទេអត់បានទេបងប្អូនវាចែកទៅតាម track របស់វា track វីដេអូតាមវីដេអូទៅ track រូបថតអីចឹងទៅតាមរូបថតរូបស្លឹកអីចឹងទៅ logo អញ្ចឹងណាហើយអក្សរតាមអក្សរទៅបទចម្រៀងឬក៏ធ្វើ record ទៅតាមនឹងអញ្ចឹងទៅអញ្ចឹងវាចេះដាច់ដលែកពីគ្នាអញ្ចឹងយើងអត់អាចទៅទាញយកសំឡេងនឹងមកទាញមកណេះបានអីចឹងទេប៉ុន្តែបងប្អូនសួរមកទៀតថាឥឡូវបើខ្ញុំចង់ធ្វើសំឡេងមិចខ្ញុំដាក់សំឡេងមិចច្រើនអញ្ចឹងទៅមានភ្លេងផងមានសំឡេងផងមានអីឧទាហរណ៍តែវីដេអូខ្លះយើងត្រូវ voice over ដែរប៉ុន្តែមានថាបត់ភ្លេងតិចអមអញ្ចឹងណាដាក់មិនទៅដាក់បានបងប្អូនយើងដាក់ដូចវីដេអូដែលយើងធ្វើ B-roll ដែរបើខ្ញុំចង់បានអានេះសំឡេងប៉ុណ្ណឹងខ្ញុំចង់យកដាក់ទៅលើអានេះអញ្ចឹងខ្ញុំមិនអាចទៅទាញអញ្ចឹងយកមកដាក់អញ្ចឹងបានពីលើទេខ្ញុំចូលអានេះសិនខ្ញុំចុចកន្លែងtrack នេះឥឡូវចង់បានទៅយើងទៅ add បន្ថែមទៀតទៅឥឡូវ add អានេះបន្ថែមទៀតតខ្ញុំយុះអានេះមួយចុះនេះឃើញទេបានពីលើនេះអញ្ចឹងយើងដាក់ពីលើទៅនេះបាទសូមជម្រាបសួរបងប្អូនគេលឺអាសំឡេងខ្ញុំអធិប្បាយផងលឺសំឡេងនឹងផងប៉ុន្តែបងប្អូនថាឥឡូវខ្ញុំចង់អធិប្បាយប៉ុណ្ណឹងប៉ុន្តែចាប់ប៉ុណ្ណឹងខ្ញុំដាក់ចម្រៀងឬក៏ដាក់អីផ្សេងទៅបងប្អូនទុក clear លើកន្លែងហ្នឹងទៅទុក clear កន្លែងបងប្អូនចង់ដាក់ហ្នឹងទៅនេះទុកឥឡូវទី clear ប៉ុណ្ណឹងអញ្ចឹងទៅយើងដាក់ហ្នឹងចូលឥឡូវថតទៅខ្ញុំកាត់កន្លែងនេះចានេះកាត់កន្លែងនេះមកតែយើងឆ្នៃទេបងប្អូនយើងឆ្នៃទៅតាមហ្នឹងទៅនេះខ្ញុំកាត់ប៉ុណ្ណឹងចុះហើយអាខាងនេះខ្ញុំលុបចោលអានេះដូចគ្នាខ្ញុំលុបចោលទុកចន្លោះនេះ
នេះលុបដល់ពេលនេះខ្ញុំលុបដែរអញ្ចឹងនៅពេលដែលភ្លេងយើងនិយាយអត្ថាធិប្បាយដល់ប៉ុណ្ណេះនេះអាចលឺភ្លេងនេះខ្ញុំអត្ថាធិប្បាយមុនតិចណាបាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានេះកម្មវិធីចាស់ឧទាហរណ៍ថាឥឡូវវីដេអូនេះវាមានបទសម្ភាសអញ្ចឹងទៅយើងធ្វើអត្ថាធិប្បាយទៅយើងដាក់បញ្ចូលសំឡេងគេអីចឹងណាសំឡេងប្រភពរបស់យើងអីហ្នឹងទៅក៏តាមនឹងទៅបងប្អូនស្រីដែរដោយសារនេះខ្ញុំនិយាយទៅវារៀងលឿនសារវីដេអូនេះខ្លីចឹងទៅបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយល់អំពីរបៀបនៃការប្រើប្រាស់ឧបករណ៍ទាំងអស់ហ្នឹងខ្ញុំបានបញ្យល់ហើយអញ្ចឹងណាបងអញ្ចឹងខ្ញុំគិតថាអស់ប៉ុណ្ណឹងចប់ប៉ុណ្ណឹងប៉ុន្តែវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបនៃធ្វើវីដេអូដើម្បីយើងយកទៅប្រើប្រាស់ហ្នឹងហើយរបៀបនៃការបញ្ចេញវីដេអូរបស់យើងអញ្ចឹងណាប៉ុន្តែសម្រាប់ឧបករណ៍ខ្ញុំគិតថាខ្ញុំបានបញ្យល់បងប្អូនអស់ហើយมันច្បាស់កន្លែងណាបងប្អូនអាចមើលឡើងវិញទៅហើយបងប្អូនស្កប់វាទៅសាកអនុវត្តធ្វើបន្ថែមទៀតអញ្ចឹងណាមានតែការអនុវត្តទេដែលធ្វើឲ្យបងប្អូនកាន់តែច្បាស់ប៉ុន្តែបងប្អូនគ្រាន់តែមើលខ្ញុំហើយមិនបានធ្វើអាហ្នឹងវាគ្រាន់តែជាការដឹងប៉ុន្តែវាមិនទាន់ជាច្បាស់លាស់ទេបងប្អូនមើលហើយបងប្អូនសាកធ្វើមើលបដើធ្វើបដើអញ្ចឹងទៅអញ្ចឹងណាបងប្អូនបាទពេលយើងធ្វើបានម្ដងពីរដងអញ្ចឹងទៅយើងអាចថាយើងយល់បានកាន់តែច្រើនអញ្ចឹងនៅពេលយើងអនុវត្តការងារជាក់ស្ដែងយើងឆ្ងល់អីទៅយើងអាចចូលមកមើលបន្ថែមទៀតទៅយើងធ្វើឲ្យរត់តែច្បាស់ថែមទៀតអញ្ចឹងណាបាទអូខេអរគុណច្រើនបងប្អូនសម្រាប់ការចំណាយពេលវេលាដើម្បីតាមដានវីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងទាំងអស់ហ្នឹងអញ្ចឹងបងប្អូនយកទៅអនុវត្តបន្ថែមអញ្ចឹងណាបាទក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយជួបខ្ញុំនៅវីដេអូក្រោយទៀតបាទសូមអរគុណបងប្អូនអរគ្នា